មានមនុស្សស្រីម្នាក់គាត់ឆាតមកសួរកណិកាថាតើបងខ្ញុំគួរធ្វើម៉េចនៅពេលដែលខ្ញុំដឹងថាមនុស្សដែលខ្ញុំស្រឡាញ់គាត់ក្បត់ខ្ញុំអញ្ចឹងអ្វីដែលកណិកាចង់ឆ្លើយទៅគាត់កណិកាចង់ឆ្លើយជារួមចេះវិញព្រោះដឹងថាគាត់អ្នកតាមដាន TikTok របស់កណិកាដែរមិនចេតនាម៉ានទេតែឆ្លៀតអញ្ចឹងនៅពេលដែលដឹងតែគេក្បត់វាមានជំរឿសច្រើនណាយើងទៅរករឿងបរិះម្នាក់ហ្នឹងយើងទៅរករឿងនារីម្នាក់ហ្នឹងដែលតាក់ទងអត់មើលរបស់គេយើងទៅ post នៅលើ Facebook ប៉ុន្តែសួរថាតើជំរឿសទាំងអស់ហ្នឹងយើងធ្វើឲ្យវាបានផលអីឧទាហរណ៍ថាយើងទៅរករឿងបរិះម្នាក់ហ្នឹងយើងកាន់តែរករឿងរងថ្ងៃយើងអត់រករឿងគេផងគេអស់ការស្រឡាញ់ចំពោះយើងប៉ុណ្ណឹងចុះតម្រាំតែយើងទៅរករឿងគេតើយើងនឹងទទួលបាននៅពាក្យពេចន៍អីចុះបើគេស្រែកសឡុតយើងចុះបើគេជេរយើងចុះបើគេវាយយើងតើតម្លៃរបស់យើងនៅណាចុះបើសិនជាយើងមិនទៅរករឿងបរិះម្នាក់ហ្នឹងតម្លៃខ្លួនយើងកាន់តែឡើងហើយគេនឹងឆ្ងល់ថាហេតុអីបានរឿងការពិតយើងដឹងអស់ហើយតែយើងនៅតែស្ងាត់ស្ងាត់ហើយយើងលែងតាក់តងគេទាំងអស់ហើយលែងមាត់លែងកអីទាំងអស់តម្លៃនៅកន្លែងហ្នឹងបងប្អូនហើយមនុស្សប្រុសម្នាក់ហ្នឹងញិននឹងយើងកន្លែងហ្នឹងហើយបើទោះជាមនុស្សប្រុសម្នាក់ហ្នឹងចង់ត្រឡប់មកវិញក៏យើងអត់យកវិញដែរទី2ប្រសិនបើយើងជ្រើសរើសជំរើសទៅរករឿងស្រីម្នាក់ហ្នឹងឲ្យឈប់តាក់តងមនុស្សប្រុសម្នាក់ហ្នឹងនិយាយឲ្យចំហ្នឹងមនុស្សស្រីខ្លះគាត់មានកម្មនឹងយករបស់គេចឹងមកអញ្ចឹងទោះបីយើងព្យាយាមបញ្យល់ថាមនុស្សប្រុសម្នាក់ហ្នឹងចោលមកសៀតទេមនុស្សប្រុសម្នាក់ហ្នឹងអត់កើតការទេមនុស្សប្រុសម្នាក់ហ្នឹងខ្ញុំបានប្រើជីវិតរបស់ខ្ញុំក្នុងការទៅកែកុនម្នាក់ហ្នឹងមកច្រើនដងហើយតែបើនិយាយពីកឆេដាក់ស្រីវិញសឹងថារាប់កឆេហើយមីយាតគឺដឹងតែពីថ្ងៃស្រីទៅពីអញ្ចឹងតែសួរថាយើងរៀបរាប់ទាំងអស់ហ្នឹងទៅគេគិតថាមនុស្សប្រុសម្នាក់ហ្នឹងអាក្រក់អត់គេអត់គិតទេគេគិតថាយើងកំពុងព្យាយាមការពារមនុស្សប្រុសម្នាក់ហ្នឹងបើមនុស្សប្រុសម្នាក់ហ្នឹងអាក្រក់មែនហេតុអីយើងតាមរករឿងតាមទៀមទាមនុស្សប្រុសម្នាក់ហ្នឹងមកវិញតែគេគិតថាអ្វីដែលយើងប្រាប់គេហ្នឹងមិនមែនជាការក្រើនរំលឹកដល់គេគេគិតថាយើងហ្នឹងទៅខៀខាំងមនុស្សប្រុសម្នាក់ហ្នឹងទៅវិញហើយមនុស្សប្រុសម្នាក់ហ្នឹងក៏កំពុងគិតថាយើងខៀខាំងគេដែរទាំងការប៉ັດមិនមែនយើងខៀខាំងមនុស្សប្រុសម្នាក់ហ្នឹងហើយយើងក៏មិនមែនខៀខាំងឲ្យម្នាក់ប្រុសម្នាក់ហ្នឹងមកយកយើងដែរតែយើងចង់ការពារមនុស្សស្រីដូចគ្នាតែគេអត់យល់ទេគេគិតថាយើងកំពុងទៀមទាអាហ្នឹងមនុស្សកម្មបងប្អូនបើមនុស្សស្រីគេអត់កម្មប្រាប់តែប៉ុណ្្នឹងគេតាមដានចរិតលក្ខណៈរបស់មនុស្សប្រុសម្នាក់ហ្នឹងតែបើទោះជាតាមដានមនុស្សប្រុសពេលដែលចង់បានមនុស្សស្រីណាម្នាក់គឺគាត់រៀបរឹកអញ្ចឹងគឺទោះយ៉ាងណាក៏ដោយក៏ចាប់គាត់អត់បានដែរលើកលែងតែពេលដែលគាត់អស់ស្រឡាញ់យើងឬគាត់ចាប់ផ្ដើមក្បត់ធៀបប៉ិតវានឹងលេចតដាងទាំងអស់អញ្ចឹងយើងសួរថាបើយើងកុំតែប្រាប់មនុស្សស្រីម្នាក់ហ្នឹងយើងចំណេញបានអីយើងចំណេញបានកិត្តិយសហើយមនុស្សស្រីម្នាក់ហ្នឹងនឹងតាមដានខ្សែជីវិតយើងជាពិសេសនៅពេលដែលគ្នាអត់មានក្តីសុខយកមនុស្សប្រុសម្នាក់ហ្នឹងបានហើយតែអត់មានក្តីសុខអញ្ចឹងតាមដានខ្សែជីវិតយើងអូតូមកអូយមិនម្នាក់ហ្នឹងបាត់បែកពីម្នាក់ប្រុសហ្នឹងហើយស្អាតជាងមុនអញ្ចឹងហើយឯងវិញយកមនុស្សប្រុសម្នាក់ហ្នឹងគឺដូចវេទនាដូចទូលតុកទូលអីអញ្ចឹងវាអញ្ចឹងណាបងប្អូនណាទី3ប្រសិនបើក្នុងករណីដែលយើង post នៅលើ Facebookគេគ្រប់គ្នានឹងដឹងថាយើងមានសង្សារគេគ្រប់គ្នានឹងដឹងថាយើងមានស្នេហាហើយសួរថាមនុស្សសម័យឥឡូវពេលដែលដឹងថាយើងមានសង្សារមានស្នេហាគេជឿថាយើងអត់ដេកនៅជាមួយមនុស្សប្រុសម្នាក់ហ្នឹងអត់យើងអត់ធ្លាប់ទៅណាមកណាខូចខលជាមួយមនុស្សប្រុសម្នាក់ហ្នឹងអត់មានអ្នកជឿទេមនុស្សឥឡូវគឺគ្រាន់តែមានឈ្មោះថាគូតែដឹងគេគិតថាយើងនឹងរួមរស់ជាមួយគ្នាបាត់ហើយគ្រាន់តែដឹកទៅដឹកមកគេគិតថាយើងអស់កំមុំបាត់ហើយប៉ះមនុស្សប្រុសមួយចំនួនដែលទុកកំមុំជាធំទៀតលែងឲ្យតម្លៃយើងបដ ாய் ហើយយើងហត់នឹងលុបរូបភាពចោលណាបងប្អូនអញ្ចឹងពេលវេលាហ្នឹងយើងអាចនឹងខៀខាំងយើងអាចនឹងខឹងយើងផុសទៅមកប្រាវតែពេលវេលាកន្លងទៅពេលដែលយើងស្អប់មនុស្សប្រុសម្នាក់ហ្នឹងហើយវាload notification ឡើងមកវិញយើងនឹងស្ដាយក្រោយថាហេតុអីបានយើងត្រូវទៅពាក់ព័ន្ធជាមួយម្នាក់ហ្នឹងឲ្យខូចកិត្តិយសទៅអីចុះបើយើងធ្វើមិនដឹងមិនលឺមនុស្សនៅក្នុងបណ្ដាញសង្គមក៏អត់មានណាគេដឹងមនុស្សទូទៅក៏អត់មានណាគេដឹងស្រឡាញ់គ្នាក៏ private បែកគ្នាក៏ private អញ្ចឹងវាមិនមានកិត្តិយសជាងឯងបងប្អូនព្រោះវាអត់ចំណេញអីកាប់ប៉ាត់ស្នេហាគេបង្កើតឡើងគ្រាន់តែក្លែមខ្សែជីវិតតិចទេបើស្នេហានឹងល្អវាអាចជួយឲ្យយើងវិវត្តតិចតែបើស្នេហានឹងមិនល្អវាធ្វើឲ្យយើងឈឺចាប់បន្តិចមែនប៉ុន្តែយើងមានបទពិសោធន៍ជីវិតចាអញ្ចឹងជារួមត្រឡប់មកវិញគួរធ្វើមិនអត់មានធ្វើមិនទេបើកំពុងមានការងារធ្វើការងារខ្លួនឯងឲ្យគុណជា2បើកំពុងរកស៊ីប្រឹងរកស៊ីឲ្យមានអតិថិជនកាន់តែច្រើនចាបើកំពុងតែមិនសូវស្អាតត្រូវធ្វើខ្លួនឯងឲ្យស្អាតជាងមុនគ្រប់យ៉ាងវានឹងអូខេត្រូវចាំថាបើមិនមែនជាគូនឹងចាក់ចេញទៅយើងជួបតែមនុស្សល្អឯងបើសិនជាយើងជាមនុស្សល្អប៉ុណ្្នឹងឯង